បាទជំរាបសួរលោកគ្រូថ្ងៃនេះខ្ញុំមកធ្វើការងារ lab ទាក់ទងនឹងOSINT and security data អញ្ចឹងក្នុង lab នេះតម្រូវឲ្យយើងមានម៉ាស៊ីនLinux ចំនួន3ទី1គឺសម្រាប់ user ទី1ទី2ម៉ាស៊ីនទី2សម្រាប់ user ទី2និងទី3សម្រាប់data របស់យើងដែល store អញ្ចឹងទាក់ទងនឹងលំហាត់នេះគឺចង់បានដូចជាខាង user ទី1 C1 នេះគឺធ្វើការ backup មកកាន់ម៉ាស៊ីន data របស់យើងចំពោះម៉ាស៊ីនទី2គឺ user ទី2នេះគឺធ្វើការ backup មកកាន់ម៉ាស៊ីន data របស់យើងដូចគ្នាអញ្ចឹងចំពោះការ backup ហ្នឹងគឺតម្រូវឲ្យ1នាទីគឺ backup file ម្ដងដោយប្រើប្រាស់ OSINT អញ្ចឹងយើងទៅកាន់VMware ទាំងអស់គ្នាចំពោះទាំងអស់មាន3ផ្ទាំងទី1គឺuser 1ឬមួយក៏យើងអាចហៅថា client ទី1ចំពោះអាកណ្ដាលនេះទី2នេះខ្ញុំយក data មកដាក់កណ្ដាលចំពោះផ្ទាំងទី3នេះគឺសម្រាប់ client ទី2ដែលយើងដាក់អក្សរកាត់ថា C2 អញ្ចឹងខ្ញុំនឹងធ្វើការ log in ចូលទៅកាន់user ទី1ដំបូងយើងឆែកទាក់ទងនឹង OSINT សិនតែយើង install ហើយនេះគឺជា OSINT សម្រាប់ម៉ាស៊ីនទី1ដែលខ្ញុំបាន install ហើយដូចគ្នានេះដូចគ្នាចំពោះការ config គឺខ្ញុំ config អីហើយទាំងអស់ទាំង3ម៉ាស៊ីននឹងអស់ហើយអញ្ចឹងយើងធ្វើការ log ចូលទៅកាន់ user របស់យើងដែលយើងបានបង្កើតទី1នេះគឺខ្ញុំវាយ password ខុសអញ្ចឹងខ្ញុំវាយភាសាទៀតនេះយើងធ្វើការបានហើយ log in បានចំពោះ data របស់យើងចំពោះម៉ាស៊ីន data របស់យើង user data គឺយើង log បានហើយអញ្ចឹងយើងធ្វើការ clear screen អញ្ចឹងចំពោះ user ទី2យើង log in ចូលអញ្ចឹងយើងធ្វើការ log in បានហើយខ្ញុំធ្វើការ clear screen ចាញ់ចំពោះបន្ទាប់ទៀតគឺយើងធ្វើការឆែកមើលនៅ key ដែលយើងបាន generate ពី ASH សំទោស
នេះគឺជា key ដែលខ្ញុំបាន generate អញ្ចឹងបើយើងចង់ generate យើង sh key gen អញ្ចឹងយើងចុចទៅវានឹងធ្វើការ generate key របស់យើងហើយឲ្យយើងហើយនេះអញ្ចឹង step បន្ទាប់ទៀតជំហានបន្ទាប់ទៀតយើងធ្វើការ copy key ដែលមានកន្ទុយដក pub នេះទៅកាន់ user ទៅកាន់ user ទាំងពីររបស់យើងsh copy id ដល់ i ឈ្មោះនេះបន្ទាប់មកយើងដាក់ user ដែលយើងចង់ឲ្យខាងម៉ាស៊ីន data របស់យើងហ្នឹងគឺ copy key នេះទៅផ្ញើ key ហ្នឹងទៅ user ទី1 add ហើយយើងមក check មើល IP របស់ user ទី1នេះនេះអញ្ចឹងយើងចុច enter ទៅប៉ុណ្ណឹងបានហើយ key ទី2ដូចគ្នាដែរចំពោះ user ទី2នេះយើងក្រ copy IP នេះមកផ្សាយខ្ញុំមាន IP ហ្នឹងហើយបន្តមកជំហានទី2របស់យើងគឺហើយតមកទៀតយើងធ្វើការទៅបង្កើតនៅ file backup .sh នេះតែខ្ញុំមានហើយហើយយើងបង្កើតនៅ folder នៅ folder ដែលមានឈ្មោះថា s data មួយទៀតចំពោះការងារបន្ទាប់យើងនឹងធ្វើការ remote ទៅកាន់ user 1និង user ទី2ចឹងចំពោះការ remote យើងចូលទៅចំពោះ user ទី1បានជោគជ័យចឹងយើងធ្វើការ exit ចេញចឹងចំពោះទី2ក៏យើងបានជោគជ័យដែរចំពោះ user ទី2យើងធ្វើការ exit ចេញដូចគ្នាបន្តមកទៀតយើងនឹងធ្វើការទៅបើកនៅ file backup .sh ទៅមកយើងប្រើ command vim sh
មុននឹងខ្ញុំសុំទោសថាខ្ញុំចូលខុសផាតវាយើងឲ្យចូលមកកាន់user របស់យើងទាក់ទងនឹង data របស់យើងមកតមកទៀតយើងចូលយើងវាយ commit vim backup.sh តមកខ្ញុំ open នេះនេះជា key ជា key ដែលយើង generate ពី SH មកបន្ទាប់មកនេះគឺជា file awsim.log ដែលខ្ញុំបានបង្កើតវាអញ្ចឹងខ្ញុំនឹងធ្វើការបង្ហាញនៃការបង្កើតវាឲ្យថតជាងធ្វើការវាយពាក្យថត doc awsim .log យើងចុច enter មកវានឹងធ្វើការបង្កើតដើម្បីយើង check ls.a នេះគឺជា file ដែលយើងបានបង្កើតដែលខ្ញុំបានបង្កើតចូលដល់ step បន្តទៀតយើងផ្ដល់ permission តឲ្យ file backup របស់យើងដែលយើងប្រើប្រាស់ command នៅ chmod 700ឈ្មោះ file backup របស់យើងគឺ file នេះចឹងយើងចុច enter មកវានឹងធ្វើការផ្ដល់សិទ្ធិមួយយើងហៅថា permission ដល់ file ហ្នឹងចឹងខ្ញុំនឹងធ្វើការបើកនៅ file backup ហ្នឹងដើម្បីបញ្យល់នៅលោកគ្រូvim សំទោសចឹងចំពោះកន្លែងនេះខ្ញុំនឹងធ្វើការ check នៅ partition របស់ file ហ្នឹងនេះចំពោះ partition របស់វានេះតកតងនឹង user ទី2ចំពោះនេះតកតងនឹង user ទី1ខ្ញុំធ្វើការ check ដូចគ្នា pwd នេះគឺវាត្រឹមត្រូវហើយចំពោះ id នេះក៏ត្រឹមត្រូវដូចគ្នាចំពោះ log file នេះក៏ត្រឹមត្រូវដូចគ្នាអញ្ចឹងយើងធ្វើការexit ចេញមកវិញចំពោះ step បន្តទៀតយើងធ្វើការកំណត់នាទីដើម្បីឲ្យវា backup file ហ្នឹងកំណត់រយៈពេលយើងប្រើ command មួយឈ្មោះថា ground tab .e នេះបន្តមកទៀតខ្ញុំនឹងធ្វើការតេស្តនៅ file ចាំមើលបើសិនខ្ញុំបង្កើត file តើវានឹងធ្វើការ backup អត់ក្នុងរយៈពេល1នាទីទៀត1នាទី
ចឹងដើម្បីយើងធ្វើការមើលនៅពេលវា backup យើងប្រើនៅ command មួយឈ្មោះថា tail .f .hosin .log នេះវាធ្វើការមកហើយនេះចំពោះទី2 user ទី2ខ្ញុំដូចគ្នាខ្ញុំធ្វើការថតឈ្មោះ C2 50 ដល់ 60 ចឹងខ្ញុំ enter ខ្ញុំមកឡើយចឹងសូមរងចាំបន្តិចចឹងបន្ទាប់ពីការរងចាំរបស់យើងមកនេះគឺជា file ដែលយើងបានបង្កើតមុនហ្នឹងចឹងចំពោះការ backup នេះគឺបានជោគជ័យហើយចំពោះ user ទី1និង user ទី2ដែលមានS data គឺសម្រាប់store នៅ file ទាំងអស់ហ្នឹងដែល backup ចេញពីម៉ាស៊ីនទាំងពីរហ្នឹងយកមក store ទុកនៅក្នុងម៉ាស៊ីន data មួយអញ្ចឹងកិច្ចការងាររបស់ខ្ញុំមានតែប៉ុណ្្នឹងអរគុណលោកគ្រូ